ថ្ងៃនេះគឺជាពិធីដ៏អធិកអធមរបស់ព្រះអង្គម្ចាស់ក្នុងការជ្រើសរើសព្រះមហេសីខណៈដែលមនុស្សគ្រប់គ្នាកំពុងតម្រង់ជួរចូលទៅក្នុងពិធីអាណាបានចូលនៅខាងមុខជួរដោយចៃដន្យបេក្ខនារីផ្សេងមិនពេញចិត្តឡើយហើយបានរុញនាងទៅខាងអាណាបានប្រញាប់ពន្យល់ថានាងគ្រាន់តែមកមើលភាពអ៊ូអរប៉ុណ្ណោះនៅពេលដូច្នេះឆ្មាំបានដើរមករារាំងនាងភ្លាមប៉ុន្តែនៅពេលគាត់បានឃើញខ្សែដៃនៅលើកដៃរបស់អាណាទឹកមុខរបស់គាត់បានប្រែទៅជាគោរពយ៉ាងខ្លាំងហើយអនុញ្ញាតឲ្យនាងចូលទៅក្នុងពិធីដោយផ្ទាល់មិនយូរប៉ុន្មានពិធីជ្រើសរើសក៏បានចាប់ផ្ដើមជាផ្លូវការប្រកួតដំបូងគឺការរៀបចំការបេក្ខនារីផ្សេងបានរៀបចំស្នាដៃរបស់ពួកគេយ៉ាងប្រុងប្រយ័ត្នប៉ុន្តែអាណាបានយល់ច្រឡំថាវាជាការប្រកួតល្បឿននាងគ្រាន់តែដាក់ការពីរទងចូលក្នុងថូហើយបញ្ចប់ភ្លាមឃើញដូច្នេះទស្សនិកជនទាំងអស់បានផ្ទុះសំណើចបន្ទាប់មកដល់វេនបងស្រីរបស់អាណាផ្កាកុលាបបានហោះវើជុំវិញខ្លួននាងធ្វើឲ្យនាងមើលទៅដូចទេពធីតាចុះមកពីឋានសួគ៌ដែលបានទាក់ទាញចំណាប់អារម្មណ៍របស់មនុស្សគ្រប់គ្នាភ្លាមការប្រកួតទី2គឺការបង្ហាញទេពកោសល្យបងស្រីរបស់អាណាបានលេងពិននិងសូត្រកំណាព្យឲ្យក្នុងពេលតែមួយមនុស្សគ្រប់គ្នាជឿថានាងគឺជាបេក្ខនារីដែលមានឱកាសខ្ពស់បំផុតក្នុងការក្លាយជាព្រះនាងមិនយូរប៉ុន្មានអាណាក៏បានឡើងទៅលើឆាកដែរប៉ុន្តែនាងមិនចេះលេងឧបករណ៍ភ្លេងណាមួយហើយក៏មិនចេះច្រៀងដែរដូច្នេះនាងបានសម្ដែងរបាំជាមួយបាល់មួយចំនួនវិញទស្សនិកជនបានមើលងាយនាងដោយជឿថានាងគ្មានឱកាសឈ្នះឡើយប៉ុន្តែអ្វីដែលមិននឹកស្មានដល់នោះគឺព្រះអង្គម្ចាស់បានផ្ដល់ពិន្ទុខ្ពស់បំផុតក្នុងការប្រកួតទាំងមូលដល់អាណាព្រះអង្គបានជ្រើសរើសនាងឲ្យឆ្លងទៅកាន់វគ្គផ្ដាច់ព្រាត់ដោយផ្ទាល់វគ្គផ្ដាច់ព្រាត់មានលក្ខណៈសាមញ្ញណាស់ព្រះអង្គម្ចាស់នឹងជ្រើសរើសព្រះមហេសីដោយព្រះអង្គផ្ទាល់ព្រះអង្គបានដើរយឺតទៅរកបងស្រីរបស់អាណាមនុស្សគ្រប់គ្នាប្រកាសក្នុងចិត្តថាបងស្រីរបស់នាងនឹងត្រូវបានជ្រើសរើសប៉ុន្តែព្រះអង្គម្ចាស់បានដើរកាត់នាងទៅវិញនៅចំពោះមុខភ្នែកដ៏ភ្ញាក់ផ្អើលរបស់មនុស្សរាប់មិនអស់ព្រះអង្គបានប្រគល់បាល់ប៉ាក់ប៉ោងដោយផ្ទាល់ទៅឲ្យអាណា